សូមស្វាគមន៍បងប្អូនដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំថ្ងៃនេះសូមពំនាំតាក់ទងនឹងគុណសម្បត្តិរបស់អ្នកឃឹមថ្មីត្បិតតែអ្នកដតីមើលមកអ្នកឃឹមយ៉ាងណាប៉ុន្តែអ្នកដែលបានស្គាល់អ្នកឃឹមពិតជានឹកនឹងស្រណោះអនុស្សាវរីយ៍ដែលអ្នកឃឹមធ្លាប់មានណាស់ជាក់ស្ដែងនៅតាមគេហទំព័ររបស់ព្រះតេជគុណមួយបានលើកឡើងសរសើរអំពីអ្នកឃឹមដូចនេះថាថ្ងៃនេះគម្រប់ខួប7ថ្ងៃបងហើយបងបានឃើញអ្នករាល់គ្នាផុសពីបងនៅអ្នកណាមើលមិនឃើញពីសមត្ថភាពបងមើលងាយបងថាច្រៀងមិនពីរោះកម្ពស់មិនបានមិនដឹងទេតែអាត្មានឹងមូលធិមេត្តាចូលចិត្តនៅសំឡេងនិងមើលឃើញនៅសមត្ថភាពព្រមទាំងគុណធម៌របស់បងតាំងពីជួបនិងធ្វើការជាមួយគ្នាលើកដំបូងអនុស្សាវរីយ៍ថតបទខ្នងផ្សានៅភាល័យជាមួយគ្នាហាក់នៅថ្មីណាស់បងអើយចាបងប្អូននេះហើយសកម្មភាពដែលគាត់ថតបទខ្នងផ្សានៅភាល័យហើយគាត់បានត្រឹមតែថតនឹងច្រៀងទេរយៈពេលជាយូរទើបគាត់អាចទៅលេងនៅក្នុងផ្សារនឹងបានម្ដងនឹងគេប៉ុន្តែយ៉ាងហោចណាស់ក៏គាត់បានទៅម្ដងដែរដោយសារតែបញ្ហាជីវភាពគឺมันមានលុយកាក់សម្រាប់ដើរលេងនៅឆ្ងាយចឹងហើយគាត់ថតនេះមានមេងលីផងដែរបងប្អូនតួពីអ្នកគាត់ប្រហែលជាតួឯកឃើញរៀបចំឲ្យគ្នាទៅវិញទៅមកពិតជាមានភាពជិតស្និទ្ធខ្លាំងមែនតើហើយទាំងនេះសិតតែជារូបភាពល្អប៉ុន្តែយើងបានតែមើលទេសម្រាប់រូបពិតគឺគាត់ឃ្លាតចាកឆ្ងាយរលាយពីពិភពលោកនេះហើយនៅតែប្រឡឹងតែប៉ុណ្ណោះបងប្អូនទាំងអស់គ្នាបន្ទាប់មកទៀតយើងមើលទៅហាក់បីដូចជារៀងកំសត់ដែរដោយសារតែគាត់បានបន្សល់ទុកនៅសម្ភារៈមួយចំនួនដែលធ្វើឲ្យ fan ឃើញហើយពិតជាមានការអាឡោះអាល័យនិងឈឺចាប់ជាពន់ពេកចង់ដឹងថាតើសម្ភារៈដែលគាត់បន្សល់ទុកនោះជាអ្វីសូមបងប្អូនទៅតាមដានបន្តកុំអាលចាក់ចេញពីវីដេអូនេះណាបងប្អូនហើយយើងអាចមើលស្នាមញញឹមគាត់បងប្អូនគាត់ជាមនុស្សស្អាតណាបងប្អូនស្អាតហើយសមនឹងចរិតរបស់គាត់ថ្លៃថ្នូរទៀតគឺអ្នកណាក៏ចូលចិត្តដែរអញ្ចឹងតាមរយៈ Facebook នេះគាត់បានបង្ហោះថាឃើញតែកាបូបស្ពាយបាត់ម្ចាស់តាណាបើតាមចាំកាតាបនឹងឃឹមប្រើ1.5ឆ្នាំហើយចាបងប្អូនទាំងអស់គ្នាពិតជាអាឡោះឡាយខ្លាំងមែនតើកាតាបមួយនេះគឺគាត់បានស្ពាយវា75ឆ្នាំហើយបងប្អូនកតាបនេះនៅជាមួយអ្នកឃឹម75ឆ្នាំហើយអញ្ចឹងបើគិតទៅ5ឆ្នាំគឺយូរគួរសមដែរបងប្អូនដោយសារតែកត្តាជីវភាពនិងការចេះសន្សំចាយអញ្ចឹងគាត់ប្រើរបស់គឺគាត់ថែនេះគឺជារូបភាពដែលគាត់ស្ពាយកតាបនេះបងប្អូននៅសាលារៀនក៏ដូចជាទៅទីកន្លែងផ្សេងគាត់ប្រើប្រាស់ជាប្រចាំអញ្ចឹងនេះខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្នេះសូមអនុញ្ញាតគ្រប់នឹងជម្រាបលាជួបនឹងខ្ញុំនៅវីដេអូក្រោយអរគុណ fan ដែលតាមដាននិងចូលចិត្តបងប្រុសណាឃឹមកន្លងមកក៏ដូចជាពេលនេះផងដែរបាយបាយ